ស្ដីពុកម៉ែបងប្អូនជាទីស្រឡាញ់របស់គ្នាថ្ងៃនេះដែរខ្ញុំមកចែករំលែកវីដេអូដែលមានប្រយោជន៍ទៀតហើយម៉ូតូ PCX មួយនេះគឺមានបញ្ហាអសាគុយណាបងប្អូនអញ្ចឹងក៏ថាអ្វីខ្លះដែលធ្វើវាអត់ស្អាតគុយវាមានច្រើនចំណុចណាបងប្អូនដូចជារង្វង់ដុំលូសឬក៏ដុំភ្លើងហ្នឹងវាមានបញ្ហាខូចដោយដីហ្វាវាអត់ណាត់ណាម៉ាញ់ទៅខូចអលែជើង5អលែជើង4វាមានបញ្ហាណាមានកត្តាច្រើនធ្វើឲ្យអត់ស្អាតគុយអញ្ចឹងរបៀបតាមដានវីដេអូនេះខ្ញុំនឹងឲ្យបងប្អូនអរគ្នាតាមដានទាំងអស់គ្នាតែយើងធ្វើនឹងបន្តិចដឹងថាកំហូចកន្លែងណាពិតប្រាកដជំនាញដំបូងនេះយើងតាមដានដុំភ្លើងអញ្ចឹងយើងធ្វើការបញ្ឆេះទៅម៉ូតូឆេះនេះយើងកាច់ណា2វ៉ុល50 2វ៉ុល50យើងដោតមើលលើដីហ្វានេះលើដីហ្វាតើវាមានកម្លាំងភ្លើងប្រមាណ7.1អូខេ7.1ខ្សែទី2ចូល7.1ទី3ចូល7.1អូខេអញ្ចឹងបានន័យថាកម្លាំងភ្លើងចេញពីដុំភ្លើងមកគឺស្តង់ដារហើយយើងមកមើលការគុយកាត់មក20វ៉ុលទៅការគុយបានតែ12វ៉ុលទៅ60ទេតែទឹកនេះគឺជាកម្លាំងគុយជាងមកយើងរោមិនមិនក៏បានតែ12ជាងដែរខ្ញុំវីដេអូមិនក៏ឃើញ12ជាងដែរតែយើងមកចង់ដឹងថាប្រមុខដុំលុះផលិតភ្លើងទឹកគ្រប់ហើយចូលម៉ាញ់ទៅហើយហើយអីក៏ភ្លើងចូលមកសាក់គួយបានតែ12ដដែលអញ្ចឹងយើងប្រមាណបន្ទោម៉ាញ់ទៅខូចយើងវាស់ពីរពលវាសិនពេលដែលម៉ាញ់ទៅទូបានភ្លើងពីដុំភ្លើងហ្នឹងវាទៅតែបំលែងមកសាក់គួយវិញអញ្ចឹងយើងវាស់ពីរពលវាមកតើវាបានផលិតភ្លើងមកគ្រប់ចំនួនអត់អញ្ចឹងយើងវាស់ខ្សែពណ៌ក្រហមនៅសហ្នឹងតែវាចូលទៅលេជាង5ដើម្បីផ្សាគុយពេលផលិតភ្លើងទៅវិញឃើញថាម៉ាញ់តូយើងបានផលិតភ្លើងមកសាគុយហើយចំនួនហ្នឹង19វ៉ុលជាងហើយទៅមកដល់គុយបានតែ12វ៉ុលជាងអញ្ចឹងខ្ញុំរកឃើញហើយបញ្ហាវាគឺរលាជាង4នេះវាមានបញ្ហាចម្លងភ្លើងអត់បានល្អវាចម្លងនៅតែចម្លងបានតែវាចម្លងអត់បានល្អអញ្ចឹងយើងធ្វើការផ្លាស់ប្ដូររលាជាង4ហ្នឹងចេញណាតើវាសាកគុយគ្រប់អត់ព្រោះឃើញចេញពីម៉ាញ់តូមកគ្រប់ហើយតែម្ដងនេះគឺអត់គ្រប់អញ្ចឹងខ្ញុំផ្លាស់ប្ដូររលាជាង4មួយដៃមួយអត់អ្នកឯងបាទទៅយើងដូរលាជើង4មកហើយឃើញថាស្នឹមមែនតើវាមានស្នឹមនេះឃើញណាបងប្អូនវាមានឡើងស្នឹមហ្នឹងដែលធ្វើឲ្យចម្លងភ្លើងបានល្អអញ្ចឹងស្នឹមហ្នឹងវាចេញពីលាទៅដែរណាឃើញណាអញ្ចឹងយើងនេះគឺជាលាជើង4ថ្មីកាត់សាច់យើងសាក់សិនតើវាបានផលអត់យើងតើតែជើង4មិនចូលធ្វើការបញ្ឆេះវាឆេះជើង4ម្ដងទៀតតែមក2វ៉ុលគេមក4វ៉ុលជាងហ្នឹងបងប្អូនឃើញទេជើងកំហុយវានៅតែហ្នឹង